សម្ដេចតេជោហ៊ុនសែនលោកមានប្រសាសន៍ថាភ្នំខ្ពស់គង់ទាបជាងខ្ពស់ស្មៅយើងចេះគឺមានអ្នកចេះជាងយើងទៀតអានឹងគឺជាប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនណាបងប្អូនហើយសៀមដែលតែងតែតាំងខ្លួនគឺជាអ្នកចេះតែងត្រូវតម្រេះជីកឯងរហូតចុងក្រោយនេះគឺបានប្រកាសបដិសេធថាការសម្ដែងមិនទទួលការប៉ັດថាខ្មែរនឹងបណ្ឌិតរឿងចេះប្រើ AOT คล้ายៗនឹងដុតថៅចេះមួយចុះពីរបើបែបនោះតើខ្មែរនឹងដោះស្រាយយ៉ាងណាថងចំណុចហ្នឹងគឺខ្ញុំអត់មានចម្លើយទេបងប្អូនប៉ុន្តែខ្ញុំអាចនិយាយដើម្បីឲ្យបងប្អូនស្វែងយល់បានទី1ចាងអ៊ីគាត់និយាយថាចេះកង្វល់មិនអាចសរសេរនៅលើមុខទេចង់សម្ព័ន្ធភាពក៏ដូចគ្នាដែរទី2សុនអ៊ូគឺនិយាយថាសង្គ្រាមខ្លាំងឬមួយក៏ខ្សោយតតែអ្នកខ្លាំងប៉ះខ្លាំងអ្នកខ្សោយនៅស្ងៀមទី3អ៊ីតាលីនិយាយថាកុំឲ្យសម្ព័ន្ធមិត្តរួមគំនិតគ្នាព្រោះជារឿងគ្រោះថ្នាក់ណាស់ដើម្បីបន្តឈ្នះផ្អែកទៅលើទ្រឹស្ដីទាំង3ដែលខ្ញុំបានជម្រាបជូនប្រាប់បងប្អូនមិញហ្នឹងគឺបានឲ្យយើងដឹងថានៃការបង្ហាញកង្វល់នៅលើមុខមិនទុកចិត្តទៅលើសម្ព័ន្ធមិត្តអាចជារបៀបដែលយើងគិតថាចាញ់ប្រៀបសត្រូវព្រោះស្ថិតនៅក្នុងពេលនេះគឺយើងកុំខ្វល់ហើយក៏មិនចាំបាច់យកមកផ្សាយដែរបងប្អូនតើព្រោះអ្វីទៅគឺទី1ហ្នឹងសត្រូវយើងចង់ឲ្យផ្សាយទី2ហ្នឹងគឺវាចង់បកស្រាយហេតុអ្វីទៅរាជរដ្ឋាភិបាលយើងមិនផ្សាយគឺមកពីយើងនឹងបានប្រគល់ការងារឲ្យ AOT មានតួនាទីធ្វើការងារមួយហ្នឹងអញ្ចឹងហើយបានថាកង្វល់មិនអាចទៅសេនៅលើមុខឬបង្ហាញថាការបកស្រាយរបស់សត្រូវហ្នឹងខុសឬមួយក៏ត្រូវព្រោះនៅក្នុងពេលនេះគឺយើងត្រូវតែនៅស្ងៀមចាទុកឲ្យអ្នកខ្លាំងប៉ាអ្នកខ្លាំងទៅចុះទៅយើងទទួលបាននៅចន្លោះខ្លាំងឬខ្សែប៉ັດប្រកាសដែលអាចកំណត់ថាអ្នកសង្កេតការឬ AOT ហ្នឹងតើតួនាទីក្នុងចំណាត់ការជាអ្វីពីព្រោះអ្វីៗនៅចំពោះមុខទៅខ្ញុំថាទុកឲ្យអ្នកខ្លាំងហ្នឹងប៉ះអ្នកខ្លាំងចុះបងប្អូនណាអាហ្នឹងយើងនៅស្ងៀមសិនចុះអាហ្នឹងទើបជារឿងដែលត្រឹមត្រូវសត្រូវនៅក្នុងពេលនេះកំពុងតែត្រេះរិះស្វែងរកសម្ព័ន្ធមិត្តដោយការប្រឌិតមានខ្លាំងៗដើម្បីខ្លាយជារឿងចោទមកលើយើងចាចោទមកលើខ្មែរយើងណាបងប្អូនរួចយើងក៏ដឹងតាំងពីដំបូងដែរអារឿងហ្នឹងបងប្អូនសៀមគឺតែងតែយកនៅបញ្ហាមីនគឺជារឿងចម្បងដោយដែលបងប្អូនខ្លះហ្នឹងក៏ថាអញ្ចេះការយល់ព្រមឲ្យដោះមីនហ្នឹងមិនមែនជារឿងទេប៉ុន្តែបងប្អូនភ្លេចគិតថាគេជាបញ្ហាចម្បងតាំងពីដៃដំបូងណាបងប្អូនដើម្បីអាចមានប្រៀបនៅលើយើងតាំងពីមុនសង្គ្រាមនៅក្នុងពេលសង្គ្រាមនិងក្រោយសង្គ្រាមធៀបប៉ុតថាវាមិនមែនខ្លាចមានទេបងប្អូនចាសៀមវាចង់ឈ្នះលើយើងលើនីតិវិធីតាំងពីនីតិវិធីមានជាបន្តបន្ទាប់ឥឡូវនេះខ្មែរចាប់ជាប់ហើយដូច្នេះហើយឲ្យសៀមប្រឈមមុខជាមួយនឹង AOT តួនាទីយើងជាដើមចោតមានវត្ថុតាំងនិងសាក្សីអ្វីៗគឺរងចាំការកាត់ក្តីចោលរឿងទាំងអស់នេះបងប្អូនសូមចាំបើសិនជាព័ត៌មានណាចំណេញដល់ខ្មែរចាំផ្សាយបើសិនជាព័ត៌មានណាមិនចំណេញមកខ្មែរកុំផ្សាយឲ្យសោះពីព្រោះការផ្សាយរបស់យើងដូចជាជួយសត្រូវយើងនិងជាសម្ពាធលើ AOT រួមទាំងរាជរដ្ឋាភិបាលយើងនៅក្នុងការធ្វើការអញ្ចឹងបានថាឥឡូវនេះនៅក្នុងសង្គមយើងគឺអ្នកព័ត៌មានហ្នឹងគឺច្រើនមែនតើសូម្បីតែប្រជាជនយើងឥឡូវក៏ចាប់ផ្ដើមធ្វើព័ត៌មានឬមួយក៏ថតព័ត៌មានជាវីដេអូផ្សព្វផ្សាយច្រើនដែរប៉ុន្តែមុននឹងបងប្អូនផ្សាយសូមបងប្អូនគិតសិនថាបើសិនជាព័ត៌មានហ្នឹងចំណេញដល់ខ្មែរយើងអានឹងចាប់យើងផ្សាយប៉ុន្តែបើសិនជាមិនចំណេញដល់ខ្មែរទេបងប្អូនកុំផ្សាយចាព្រោះដោយសារតែព័ត៌មានខ្លះពេលដែលបងប្អូនផ្សាយទៅគឺវាអត់ចំណេញតែម្ដងអត់ចំណេញថងថាវាអាចប៉ះពាល់ដល់ជាតិវាអាចប៉ះពាល់ដល់ប្រជាជនវាអាចប៉ះពាល់ទៅដល់រាជរដ្ឋាភិបាលឬមួយក៏រំខានដល់រាជរដ្ឋាភិបាលយើងនៅក្នុងការធ្វើការមែនតើហើយមួយវិញទៀតដែលវាជាចំណុចសំខាន់បំផុតណាគឺព័ត៌មានខ្លះពេលដែលផ្សាយទៅគឺវាដូចជួយសត្រូវយើងអញ្ចឹងបងប្អូនចានឹងជាសម្ពាធមួយទៅលើ AOT ដែលគេកំពុងតែសង្កេតការឬមួយក៏កំពុងតែអង្កេតការបងប្អូនចាវារំខានខ្លាំងមែនតើទៅដល់គេកំពុងតែធ្វើការអញ្ចឹងសូមមេត្តាបងប្អូនយកយល់ត្រង់ចំណុចហ្នឹងត្រូវតែស្វែងយល់ព័ត៌មានឲ្យច្បាស់សិនហើយចាំចេញយកមកផ្សាយចាព័ត៌មានណាដែលចំណេញចាំផ្សាយតែបើមិនចំណេញទេបងប្អូនកុំផ្សាយអីអាហ្នឹងវាខាតទាំងបងប្អូនវាខាតខ្លាំងបំផុតហ្នឹងគឺជាទាំងមូលតែម្ដងអញ្ចឹងបងប្អូនមេត្តាសូមជ្រាបចំណុចហ្នឹងណាបងប្អូនទៅសកេព័ត៌មានណាគឺគេបែងចែកដាច់ខ្លាំងណាស់បងប្អូនចាព័ត៌មានណាដែលគេគួរផ្សាយព័ត៌មានណាដែលគេមិនគួរផ្សាយចំណេះដឹងរបស់ប្រជាជនគេខ្ញុំមិននិយាយថាលើកតសើពីប្រជាជនគេឲ្យទម្លាក់ប្រជាជនឯងណាប៉ុន្តែជាក់ស្ដែងយើងមើលឃើញអញ្ចឹងមែនប្រជាជនគេព័ត៌មានល្មមមកព័ត៌មានដែលគេគិតថាវាមើលទៅវាមិនចំណេញដល់ប្រទេសគេវាមិនចំណេញដល់ប្រជាជនគេហើយព័ត៌មាននឹងផ្សាយទៅខាតបងខ្លាំងមែនតើណាគឺគេអត់ចេញផ្សាយតតែសោះគេបិទព័ត៌មាននឹងរហូតដល់ចង់និយាយថារហូតដល់ព័ត៌មាននឹងស្ងប់ព័ត៌មាននឹងវាលុបបំបត្តិហ្មងណាបងប្អូនចានិយាយទៅគេអត់ងាយចេញផ្សាយទេប៉ុន្តែបើយើងវិញមានព័ត៌មានអីតិចក៏ចេះតែផ្សាយព័ត៌មានអីតិចក៏ចេះតែបំផុសពេលខ្លះអាព័ត៌មានដែលផ្សាយទៅធ្វើឲ្យប្រជាជនយើងឬមួយក៏រាជរដ្ឋាភិបាលយើងក្នុងរបៀបថាពួកគាត់ពិបាកធ្វើការអានឹងក៏ខំប្រឹងផ្សាយដែរអូនិយាយពីថាផ្សាយពីមួយទៅមួយចេះតែចែករំលែកគ្នាចេះមួយចេះពីរប៉ុន្តែបងប្អូនអត់ដឹងពីផលប៉ះពាល់នៃព័ត៌មានទាំងអស់ហ្នឹងទេចុងក្រោយបងប្អូនណាត្រូវតែរួបរวมសាមគ្គីគ្នាជួយជាតិយើងទាំងអស់គ្នាហើយត្រូវតែទុកចិត្តទៅលើរាជរដ្ឋាភិបាលត្រូវតែទុកចិត្តនៅរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលទាំងអស់ដើម្បីជួយជាតិយើងហើយដើម្បីជួយប្រជាជនយើងទាំងអស់គ្នាផងដែរណាបងប្អូនណា